មានជនជាតិថៃជាច្រើនឥឡូវគឺមានការខកចិត្តណាក្រោយពីបានឃើញឯកសារទាក់ទងទៅនឹងមូលនិធិកាន់ចំបល្ល័ង្កណាទៅពាក់ព័ន្ធជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មតែប្រវត្តិមិនសូវល្អណាដំបូងហ្នឹងប្រាប់គេថាស្គាល់គ្នាធម្មតាទេណាស្គាល់ដូចតែគេដូចតែឯងណាដល់ពេលគេកោះឯកសារឡើងមកបានឥឡូវមកទទួលស្គាល់ហើយថារឿងចុះបញ្ជីមូលនិធិហ្នឹងគឺសួរពីរដ្ឋមន្ត្រីនឹងឯងណាមិនន័យថារដ្ឋមន្ត្រីហ្នឹងគេអ្នកណែនាំថាឲ្យត្រូវធ្វើម៉េចអីចឹងណាហើយអាដាច់ផ្ងាចុងក្រោយហ្នឹងគឺវាមានមេត្រាមួយនៃការចុះបញ្ជីហ្នឹងគឺថានៅពេលណាដែលថាមូលនិធិរបស់កាន់ចំបល្ល័ង្កហ្នឹងដួលរលំទ្រព្យសម្បត្តិរបស់មូលនិធិទាំងអស់ហ្នឹងគឺចូលទៅមូលនិធិរបស់រដ្ឋមន្ត្រីធម្មតាហ្នឹងឈ្មោះធម្មតាទៅណាដល់អញ្ចឹងទៅប្រជាជនស្រុកថៃភាគច្រើនហ្នឹងគឺគេឃើញថាឈ្មោះហ្នឹងគឺគេក្រែងល្អមិនន័យថាប្រវត្តិមិនសូវល្អគេធ្លាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនធ្លាប់ជាប់គុកនៅអូស្ត្រាលីហើយថ្មីហ្នឹងគឺគេដាក់ការសង្ស័យថាអាចមានពាក់ព័ន្ធជាមួយនឹង scammer ជាមួយនឹងស្អីចឹងណាដល់អញ្ចឹងទៅប្រជាជនថៃគឺដាច់ផ្ងាហ្មងហើយអ្នកខ្លះដាក់លុយទៅហើយចេញមកនិយាយថាស្ដាយក្រោយគិតថាមូលនិធិទាំងអស់ស្អីទាំងអស់ហ្នឹងគឺជារបស់កាន់ចំបល្ល័ង្កទាំងអស់ស្រាប់តែពេលឆាយចុះឆែកឡើងមានណាហើយក្នុងនោះក៏មានលោកនវ៉ាត់ហ្នឹងបងប្អូនប្រហែលជាស្គាល់ហើយតាក់ទងទៅនឹងការងារគាត់ខាងបបរកញ្ញាខាងស្អីចឹងណាគាត់និយាយទៅគាត់ចេញមកនិយាយលក្ខណៈថាខកចិត្តណានៅពេលដែលឃើញផុសតាងទាំងអស់នឹងផុសឡើងមកហ្នឹងគឺមានការខកចិត្តជាខ្លាំងបាទហើយខ្ញុំចង់ឲ្យបងប្អូនត្រឡប់ទៅមើលតាំងពីបញ្ហាខ្មែរថៃដែលយើងកើតមានជាមួយគ្នារហូតដល់ទៅប៉ះទង្គិចគ្នារហូតដល់ទៅកើតជាសង្គ្រាមហ្នឹងគឺមេភ្លើងគឺអាហ្នឹងឯងណាបើសិនជាអាហ្នឹងវាមិនចុះមកព្រំដែនវាមិនចុះមកធ្វើរឿងព្រំដែនមកធ្វើមូលនិធិមកធ្វើស្អីនៅខាងនោះកម្ដៅគឺវាអត់ឡើងរហូតដល់ទៅផ្ទុះអាវុធផ្ទុះស្អីដល់ថានឹងទេណាប៉ុន្តែអានឹងគឺជាអ្នកជំរុញមួយដល់ពេលដែលថាវាចុះមកទៅវាឡាយវាស្អីណានៃទៅវាចេះតែរោនឹករោតំណុកថាវាធ្វើស្អីមួយដើម្បីឲ្យប្រជាជនថៃហ្នឹងគឺបានមើលឲ្យគ្រប់ត្រូលសរសើរឲ្យដាក់វេលុយចូលមួយទីហើយកម្រងស្អីមួយគឺមូលនិធិណាវារេងគៀររហូតនិយាយទៅគឺវារត់